បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំចង់មកបង្ហាញពីបាទគឺការបាទ generate បាទនៅរូបភាពបាទខ្ជុះបែបនេះជាបាទហៅថាដូចជា sticker ណាបាទអញ្ចឹងបាទគឺឥឡូវនេះគឺបាទរបីពេញ Facebook ពេញ new feed តែម្ដងណាបាទអញ្ចឹងការធ្វើនេះគឺយើងអាចធ្វើទាំងនៅលើ chat GPT ឬក៏ Gemini បានទាំងពីរណាអញ្ចឹងខ្ញុំមាន prompt ដល់13នេះបាទអញ្ចឹងឥឡូវយើងបាទតេស្តបាទ prompt ទី1តែម្ដងទៅបាទអញ្ចឹងខ្ញុំបាទពីមកបន្ទាប់មកយើងចូលទៅកាន់បាទ app បាទគឺ chat GPT បាទដើម្បី generate បាទនៅបាទរូបភាពបាទបែបមិញណាអញ្ចឹងមុនដំបូងយើង pass សិនបាទបន្ទាប់មកយើងចុចកន្លែងបូកនេះមកដើម្បីបាទ add រូបភាពចូលដែលយើងចង់ generate ណាបាទអញ្ចឹងយើងចុចបាទកន្លែង all photo មកបាទអញ្ចឹងខ្ញុំទុកបាទនៅកន្លែង favorite ខ្ញុំសាករូបភាពមួយនេះអូខេបងសួរចាំបន្តិចណាបាទគឺវាដើររួចបន្ទាប់មកយើងចុចសញ្ញាព្រួយនេះមកដើម្បីវា generate បាទដំណើរការអញ្ចឹងលើ chat GPT នេះគឺវារៀងយូរជាង Gemini ណាអញ្ចឹងនេះខ្ញុំកាត់ទេដោយសារតែវាយូរពេកបាទចង់បាទ1នាទីជាងនោះបាទចុះឥឡូវចេញហើយបាទនេះបាទគឺបាទពិតជាបាទស្អាតមែនតើបាទជា background សអញ្ចឹងយើងអាចកាត់ធ្វើ sticker បាទផ្ញើទៅតាម chat បានណាសូមចុច hold មក save មកនេះបាទវានៅក្នុងបាទគឺ Apple Photo របស់យើងតែម្ដងបាទនេះគឺមានហើយបាទពិតជាស្អាតមែនតើឲ្យច្បាស់ទៀតបាទឥឡូវយើងសាកបាទ prompt នៅបាទទី2នេះម្ដងអញ្ចឹងលើកនេះខ្ញុំនឹងបាទ generate នៅលើ Gemini ម្ដងណា Gemini គឺលឿនមែនតើបាទ generate ណាអញ្ចឹងវាអស់គ្នាទេបាទយើងបាទគ្រាន់តែផាសកន្លែងហ្នឹងមកបន្ទាប់មកយើង add បាទ photo ដូចមិញដែរអូខេបាទអញ្ចឹងយើងចាប់ផ្ដើមចុចសញ្ញាព្រួយនេះមកគឺវាខុសគ្នាតិចតួចទេបាទចំនួនកន្លែងសញ្ញាឡើងអីបាទអញ្ចឹង Gemini នេះគឺវាលឿនជាងបាទលឿនជាងបាទគឺអត់ដល់1នាទីទេហើយបាទរូបភាពគឺវាកាត់មកគឺស្អាតអក្សរខ្មែរមានអក្ខរាវិរុទ្ធបាទត្រឹមត្រូវវាអត់ខុសអក្សរខអីទេហើយវាមាន background មានអីដែរអញ្ចឹងណាចឹងយើង hold មកយើងចុច download បាទ save photo ដូចគ្នាបាទអញ្ចឹងវាខុសគ្នាត្រង់ថាបាទគឺ Gemini គឺគេដោយទាំង background មកអញ្ចឹងណាបាទវាខុសគ្នាត្រង់ហ្នឹងបាទអញ្ចឹងសម្រាប់ chat GPT វាមាន background អញ្ចឹងទេបាទចាំពេលយើង generate មកវាខុសគ្នាបាទត្រង់ហ្នឹងឯងបាទប៉ុន្តែ Gemini ក៏វាស្អាតមួយយ៉ាងដែរបាទគឺជាមួយនឹង font មួយអីណាវាធ្វើមកគឺស្អាតបាទជាទៅបាទគឺមួយយ៉ាងម្នាក់បាទអញ្ចឹងសម្រាប់ prompt ទាំង3នេះខ្ញុំដាក់នៅក្នុងបាទ channel Telegram របស់ខ្ញុំបាទអ្នកនរគ្នាអាចចុច link មកនៅក្រោមបាទ description នេះបានដើម្បីចូលទៅកាន់បាទ Telegram copy prompt ហ្នឹងណាបាទអញ្ចឹងបាទសម្រាប់វីដេអូនេះបានសូមមកបញ្ចប់តែត្រឹមនេះបាទពេញចិត្តវីដេអូបាទមួយនេះបាទសូមជួយចុច like page ជាមួយនឹង share វីដេអូនេះមួយផងដើម្បីទទួលបាននៅបាទវីដេអូថ្មីៗក្រោយៗទៀតបាទអរគុណច្រើនបាទជួបគ្នានៅវីដេអូក្រោយបាទអរគុណ